ការប្រើប្រាស់ម៉ាស៊ីនហើយស្លៀវដំបូងយើងបើកតាក់អុយហ្នឹងអានេះវាភ្លឺក៏មកយើងចូលទៅ skip ទៅអស់អត់មានអីទេហើយយើងវាយអេអញ្ចឹងយើងចង់កំណត់ចំនួនវាយើងយកលេខ4នេះអក្សរចិនខាងលើអូខេយើងវាយលេខប្រហែលណាចំនួន2យើង enter តោះមកយើង enter មកទៀតវាចុះបន្តទៅវាយស្លាក B enter C ហើយយើងចុចលើ print enter ទៅវាដាក់នេះយើងចាប់ហើយយើងបិទពេញបាន